ជំរាបសួរខ្ញុំបាទឆាសុភ័ក្រថ្ងៃនេះខ្ញុំនឹងមកចូលរួមចែករំលែកបទពិសោធន៍និងឯកទេសទៅលើម្ហូប Contemporary Cuisine ជាមួយនឹងប្រជាប្រិយសូមស្វាគមន៍មកកាន់ Milafai ពាក្យថា Contemporary បើយើងបកប្រែជាខ្មែរវិញបានន័យថាសហសម័យវាដូចជារបាំសហសម័យដូចគ្នាដែរអញ្ចឹងម្ហូបក៏មានសហសម័យដែរអញ្ចឹងពាក្យថា Contemporary Cuisine នេះបានន័យថាគឺជាការចំអិនម្ហូបមួយយ៉ាងដែលយើងយកម្ហូបបុរាណយកមកកែច្នៃគេហៅថាឲ្យវាមានការរៀបចំចានមើលទៅឃើញស្អាតការកែច្នៃរសជាតិតិចបូកផ្សំជាមួយនឹង technique នៅក្នុងការធ្វើឧទាហរណ៍ថាយើងធ្លាប់តែត្រីខ្នប់របស់យើងចាស់យើងធ្លាប់ខ្នប់យើងដាក់ជាមួយនឹងលឹកចេកយើងយកទៅដុតអញ្ចឹងអានេះយើងអាចត្រីយើងអាចយកវាទៅដាក់ក្នុងម៉ាស៊ីន sous vide បន្ទាប់មកគ្រឿងផ្សេងនៅក្នុងខ្នប់ហ្នឹងយើងអាចបំបែកវាទៅជាទឹកជ្រលក់វិញនេះហើយគឺជាគេហៅថាពាក្យថា Contemporary Cuisine ដោយតែរបាំខ្មែរយើងដែលគេហៅថារបាំសហសម័យអញ្ចឹងយើងឃើញគាត់ការរាំរបស់គាត់គឺផ្សេងឯងប៉ុន្តែគឺគាត់អត់ចោលរបៀបក្បាច់ដៃអីរបស់គាត់របៀបបុរាណអីអញ្ចឹងដែរអញ្ចឹង Contemporary នេះគឺបានន័យថាការបូកផ្សំគ្នាជាមួយនឹង technique រសជាតិហើយនិងការតុបតែងភាពពិសេសនឹងការយកចិត្តទុកដាក់ចំពោះម្ហូបរបៀបនេះគឺទាមទារឲ្យអ្នកដែលធ្វើហ្នឹងទាមទារគាត់យល់ច្បាស់ពីម្ហូបដើមជាមុនសិនយើងលើកឧទាហរណ៍ថាសម្លកកូរបើសិនជាយើងចង់បំបែកសម្លកកូរហ្នឹងឲ្យខ្លាយទៅជាម្ហូបផ្សេងយើងត្រូវដឹងថាសម្លកកូររបស់ខ្មែរយើងមានខ្លះយើងត្រូវប្រើគ្រឿងត្រូវប្រើប្រហុកបន្លែមានអីខ្លះអញ្ចឹងពេលយើងដឹងពី basic នៃម្ហូបនឹងមួយហើយគឺយើងនឹងអាចបំបែកវាបានហើយអ្វីដែលសំខាន់ទៀតនោះគឺរសជាតិគឺយើងអត់ឲ្យវាទៅឆ្ងាយទេធ្វើម៉េចពេលយើងហូបមកឲ្យដឹងថាអាហ្នឹងវារសជាតិសម្លកកូរប៉ុន្តែរូបភាពវាអាចទៅជារូបភាពផ្សេងក្រៅពីសម្លកកូរចំពោះម្ហូបខ្មែរដែលយើងយកមកបំបែកឲ្យคล้ายទៅជាម្ហូបយើងនិយាយស្រួលស្ដាប់ហ្មងម្ហូបទំនើបម្ហូបខ្មែរទំនើបហ្នឹងយើងមានច្រើនដែរប៉ុន្តែអ្វីដែលពិសេសជាងគេនៅ Milafai របស់យើងនេះគឺយើងមានដូចជាអាឡឹកត្រីងៀតហើយនឹងទាម្ជូរព្រៃចេកខ្ទិះញោមក្រូចថ្លុងក៏ដូចជាតប៉ែបាទហើយនឹងយើងមានម្ហូបជាច្រើនទៀតនៅក្នុងមេញូប៉ុន្តែថាម្ហូបប្រមាណមុខដែលខ្ញុំរៀបរាប់នោះគឺជាម្ហូបដែលភ្ញៀវគាត់ពេញនិយមញ៉ាំច្រើនជាងគេនៅទីនេះម្ហូប Contemporary ដែលខ្ញុំធ្វើដំបូងគេមកអស់នោះគឺមាន់អំពិលទុំហើយនឹងអាឡឹកត្រីងៀតហ្នឹងហ្មងចំពោះបើយើងនិយាយពីអាឡឹកត្រីងៀតវិញគឺពិសេសយ៉ាងដោយសារតែធម្មតាអាឡឹកត្រីងៀតរបស់ខ្មែរយើងកាត់តែអាឡឹកមកយើងញ៉ាំជាមួយនឹងត្រីអាំងត្រូវហើយទៅយើងអាចមានទឹកជ្រលក់គេហៅទឹកខ្មេះនិងខ្ទឹមសតិចទៅយើងញ៉ាំជាមួយបាយនៅ Milafai នេះអាឡឹកត្រីងៀតផងយើងគឺយើងធ្វើពិសេសដោយសារអាឡឹកគឺយើងកាត់វាហើយបន្ទាប់មកគឺយើងយកវាដាក់ក្នុងថង់ហើយយកវាទៅបឺតខ្យល់ចេញបើខ្យល់ដើម្បីវាចេញជាទឹកខ្លះហើយដើម្បីវាពណ៌ឧទាហរណ៍ថាពណ៌ហ្នឹងវារាងភីងទេប៉ុន្តែដល់ពេលយកវាទៅបឺតខ្យល់គឺវាឡើងក្រហមល្អមែនទែនបន្ទាប់ពីយើងបឺតខ្យល់ហើយយើងយកទៅចៀនលើខ្ទះដើម្បីឲ្យមាន color ណាឲ្យឡើងខ្លោចបន្តិចក្លិនវាឡើងឈ្ងុយចេញជាតិស្ករបន្ទាប់ពីយើងចៀនហើយយើងយកវាទៅកាត់កង់ហើយទៅយើងមានទឹកជ្រលក់ដែលយើងធ្វើចេញពីអាឡឹកហ្នឹងបាទយើងយកទៅកិនយកទឹកហើយយើងលាយជាមួយនឹងប្រេង olive oil ខ្ទឹមសម្ទេសអញ្ចឹងរសជាតិវារៀងផ្អែមបន្តិចហើយនឹង smoky បន្តិចទៅត្រីងៀតពិសេសគឺយើងប្រើត្រីងៀតមកពីកំពង់ធំយើងស្គាល់ថាកំពង់ធំគឺជាកន្លែងត្រីងៀតល្បីជាងគេនៅប្រទេសកម្ពុជាយើងហ្នឹងហើយនឹងត្រីងៀតគឺយើងដំវាបេះតូចយើងមានខ្ទឹមពងរោយពីលើហើយពិសេសទៀតនោះគឺយើងធ្វើបបរបំពងបាទគឺបបរហ្នឹងគឺយើងធ្វើលក្ខណៈបបរសាមជោគបបរកាអញ្ចឹងយើងបបរហើយយកទៅ dehydrate ឲ្យវាស្ងួតហើយបើយើងយកវាមកបំពងហើយញ៉ាំជាមួយអាឡឹកហ្នឹងអញ្ចឹងបើយើងកន្លែងមកមើលអាឡឹកមួយចានហ្នឹងគឺអ្វីយើងញ៉ាំនៅផ្ទះរាល់ថ្ងៃគឺមាននៅក្នុងហ្នឹងទាំងអស់ប៉ុន្តែគាត់ថាយើងបំបែកពី component មួយហ្នឹងឲ្យវារៀងប្លែកអញ្ចឹងពេលយើងញ៉ាំទៅអាឡឹកហ្នឹងរសជាតិរៀងផ្អែមប្រៃជាមួយនឹងត្រីងៀតហើយនឹងភាពស្រួយរបស់បាយបបរបំពងហ្នឹងគឺរសជាតិប្លែកបាទការពិតទៅម្ហូបដែលខ្ញុំតែងបង្កើតមកនេះសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺខ្ញុំយកចិត្តទុកដាក់បំផុតគឺគ្រឿងក្រៅឬក៏យើងហៅថា ingredient ហ្នឹងគឺយើងយកចិត្តទុកដាក់បំផុតទី1ទី2រសជាតិ
បាទរសជាតិអញ្ចឹងឧទាហរណ៍ដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាបើសិនខ្ញុំចង់ធ្វើជាខ្ទិះឧទាហរណ៍ឡើយខ្ញុំធ្វើបង្អែមជាខ្ទិះអញ្ចឹងគឺខ្ញុំត្រូវគិតដល់សំខាន់ទៅលើ ingredient បើសម្រាប់ជាខ្ទិះនៅទីនេះតែម្ដងគឺយើង focus សំខាន់ជាងគេគឺលើស្ករត្នោតបាទគឺស្ករត្នោតបើសិនយើងទិញតាមទីផ្សារធម្មតាអាចនឹងមានខ្លះម្ដងល្អអីចឹងទៅអញ្ចឹងពេលដែលយើងនៅទីនេះស្ករត្នោតគឺយើងទិញមកពីខេត្តកំពង់ធំឬក៏កំពង់ស្ពឺពីអ្នកគាត់ធ្វើផ្ទាល់តែម្ដងអញ្ចឹងយើងប្រកាសថាវារសជាតិវាគឺអត់មានការផ្លាស់ប្ដូរច្រើនបាទហើយចំពោះសំខាន់ជាងគេនោះគឺដូចខ្ញុំនិយាយអញ្ចឹងគឺយើងអត់ឲ្យភ្លេចរសជាតិដើមទេគឺយើងនៅតែមានរសជាតិដើមដដែលទី1ហើយនឹងគ្រឿងក្រៅនៅក្នុងហ្នឹងបាទបើសម្រាប់ខ្ញុំដើម្បីបង្កើត menu របៀប contemporary នេះដែរដំបូងឡើយគឺខ្ញុំផ្ដោតសំខាន់ទៅលើយើង select មើលម្ហូបសិនតើយើងចង់បានម្ហូបណាដែលយើងចង់យកមកកែច្នៃនឹងលើឧទាហរណ៍ថាឥឡូវយើងចង់បានរបៀបថាម្ជូរស្រែនិយាយថាម្ជូរតកួនចាស់បាទអញ្ចឹងយើងត្រូវរើសអាម្ហូបនឹងមួយសិនបាទបន្ទាប់ពីយើងថាអូខេឥឡូវយើងចង់បានធ្វើរសជាតិវាដូចជាសឡម្ជូរតកួនជាមួយនឹងសាច់ត្រីបាទបន្តមកទៀតយើងចាប់ផ្ដើមគិតទៅលើគ្រឿងហ្នឹងថាតើយើងគួរតែប្រើត្រីគេទី1ជាទូទៅបើសិនយើងស្លម្ជូរតកួនយើងប្រើត្រីប្រាប្រើត្រីរ៉ស់ប្រើត្រីកញ្ចុះអីចឹងទៅបាទអញ្ចឹងយើងselectយកត្រីនឹងមួយមកឬក៏យើងអ្នកខ្លះចង់ប្រើត្រីសាល់ម៉ុនឧទាហរណ៍អាហ្នឹងវាជាការគិតអញ្ចឹងណាបាទអញ្ចឹងយើងរើសត្រីមួយសិនត្រីហ្នឹងយើងពេលដែលយើងដឹងថាយើងរើសត្រីហ្នឹងហើយតើយើងត្រីហ្នឹងតើយើងចង់បានរបៀបចៀនយើងចង់បានស្ងោរយើងចង់បានអាំងបាទអាហ្នឹង process បន្ទាប់មកទៀតតកួនតើតកួនហ្នឹងតើយើងយកទៅធ្វើយ៉ាងម៉េចអញ្ចឹងបាទអាទឹករសជាតិសឡម្ជូរហ្នឹងតើយើងចង់ឲ្យវាទៅជារាវខ្លាំងយើងចង់ឲ្យវាទៅជាទឹកជ្រលក់ខាប់ប៉ែតិចបាទអាហ្នឹងយើងរើសដំបូងយើងរើសឈ្មោះមុខម្ហូបយើងរើសវិធីធ្វើយើងរើសសាច់ហើយយើងរើសចុងក្រោយនោះគឺយើងរើសយករូបភាពតើយើងចង់បានរូបភាពចេញមករបៀបណាបាទដូច្នោះហើយបានយើងចាប់ផ្ដើមធ្វើ testing ពីទឹកជ្រលក់ពីការធ្វើពីការរៀបចំចានមួយ step ទៅមួយ step ហ្នឹងប៉ុន្តែមិនប្រកាសថាការធ្វើផងយើងហ្នឹងចេញមកសិតតែត្រូវទាំងអស់ហើយដោយសារតែពេលខ្លះយើងយកវាយើងអត់ត្រូវការប្រើប្រហុកច្រើនយើងអត់ត្រូវការប្រើទឹកត្រីច្រើនពេលខ្លះគឺចេញមករសជាតិវាទៅផ្សេងអីចឹងទៅអញ្ចឹងហើយបាននៅសម្រាប់ខ្ញុំម្ដងពេលដែលមកបានចេញមហូបមួយសិតហ្នឹងគឺត្រូវការពេលយូរមែនទែនព្រោះយើងអត់ចង់ឲ្យចេញមកវាឆ្ងាយពីខ្មែរពេកហើយយើងអត់ចង់ឲ្យវាខ្លាយទៅជាអឺរ៉ុបពេកដែលវាបាត់បង់រសជាតិជាខ្មែរបាទចំពោះការយកឃើញរបស់ខ្ញុំនៅក្នុងវិស័យម្ហូបអាហារឬក៏វិស័យចុងភៅនេះបើយើងត្រឡប់ទៅក្រោមឆ្នាំ2020ពីមុនគឺយើងនៅមានកម្រិតបាទយើងនៅមានកម្រិតតែបន្ទាប់ពីនឹងមកគឺយើងចាប់ផ្ដើមមានការសិក្សាច្រើនដោយសារតែឥឡូវយើងមានសាលាបណ្ដុះបណ្ដាលផងទី1ទី2ហើយខ្ញុំគិតថាដោយសារតែវិស័យគេហៅថាបច្ចេកវិទ្យាថ្មីមានអ៊ីនធឺណិតប្រើច្រើនអីច្រើនអញ្ចឹងហើយក្មេងៗឥឡូវគឺគាត់ឆ្លាតអញ្ចឹងគឺគាត់អាចទៅសិក្សាស្រាវជ្រាវទៅលើអ្វីដែលគាត់ចង់ដឹងចង់ចេះអីចឹងទៅការប្រកួតលើឆាកអន្តរជាតិរបស់ខ្ញុំគឺមានម្ដងគត់គឺនៅប្រទេសថៃកាលពីឆ្នាំ2019ការប្រកួតនឹងដែរគឺជាការប្រកួតនៅក្នុងវិញ្ញាសាចុងភៅពិភពលោកបាទហើយពេលហ្នឹងដែរគឺខ្ញុំបានទទួលចំណាក់ថ្នាក់លេខ3ដែលមានអ្នកចូលរួមច្រើនប្រទេសមែនទែនពេលហ្នឹងបាទគឺទូទាំងពិភពលោកហើយបន្ទាប់មកទៀតបានមិនមែនជាការប្រកួតទេប៉ុន្តែគឺជាចូលរួមធ្វើសៀវភៅធ្វើម្ហូបជាមួយនឹងក្រសួងការបរទេសហើយសៀវភៅនោះដែរគឺបានទទួលពានរង្វាន់ជាសៀវភៅ The Best Asian Cookbook បាទនៅឆ្នាំ2022បាទហើយការពីពេលថ្មីដែរគឺខ្ញុំបានទៅប្រទេសសិង្ហបុរីដើម្បីទទួលបានពានរង្វាន់ The Best Master Chef 2024បាទបើយើងនិយាយពីសមត្ថភាពនៃចុងភៅខ្មែរយើងតែម្ដងសម្រាប់ខ្ញុំចុងភៅខ្មែរយើងគឺមានសមត្ថភាពច្រើនបាទអ្វីដែលសំខាន់គឺអត់មានឱកាស
và nó ôm nhiều cả tại phần này đôi chạy đây p để phụ dương trên từ một cốt khi dương tha cả bị sang people đồng muốn khi tới san sầm này chiến cứ dương được tu ban pin vòn việt tha tầng mê đai prạ mê đai sầm đất hay có việt tha cứ chỉ pin vòn mê đai mê tem lớn và hãy nó mà pay này chiến chẳng dương ai cho trang tha sầm mặt people mai dương cứ mình on tệ cứ ai bị cô bị chơi cho môi nâng kê ba này phần ta về đặt sầm khánh nó cứ dương ở toàn mê ở cả nơi không ca bị chơi sầm mặt people phụ dươngสำหรับยมเต็มร้องยมชีเยี่ยมเลิกยมหุบขมายยืนโยเตอร์ประกวดบ่าตัวเชื่อมหวานขมายจ้อมปนตาแอดนี้ยังอาจไปโจอินกรีเดียนไอมวยเตอร์อุทธรธาโดยจีปะหกโดยจีสกอร์ทนาวไอจังเตอร์ดำใบฉลองประจังท่าอ๋อยืนมาปีประเทศขมายบ่าจังถ้วยขณะกรรมการเคสกอร์ท่าอ๋อยืนมีจงเพลมาปีขมายได้ดำใบโจรวมประกวดเลยชาอันตรายจิตให้นั่งเบอร์ซันจีมันแมนจีการประกวดมาโฮบหรือไอเต้คือเปย์ครับเปย์ยมban từ chụp trong phơi xem thế dương chi diễm nay non khôi dương màu pin ná dương màu pin bịch kê hay ta hộp kê đại nơi không ai dương trôi chất đại kê này dùng chẳng nhung chi diễm nay non kê ở kê màu lụm hộp không ai ở kê mà lên không ai dương và nó không nghiêm chỉ mê trong phơi mà nè nhung cái tham mình kho pi nè cục cron xem tiền đôi khi hai cô mình kho pi ở bọc mà đai nơi tam tiền được như này không nên chỉ mấy trong phơi mình nè dương thử đừng thà ta rồi ngày đến dương tùy cái ta rồi ngày đến bộc lực dương quạt trên là ngày kỳ và chẳng ở về dương sòng khăn những cái nó cứ dương từ tu khó từ lơ tầng rồi chia tầng ca chùm này hay năng thà tới ca không ca bùng riêng hoặc bộ quạt ở quạt vô đằng vì mà hộp là dương tranh từ năng ở quạt đằng thà ở hộp nó hãy đấy bạn dương đã năng hãy đấy bây dương riêng chừng chẳng dừng miền tuần ti sủng khai một tết nơi không cá bùng riêng còn mình thà tới nơi ti ní mình bùng riêng tại ở có chết phơm hô về giờ bùng riêng lại có tăng pì ca ở Việt Nam bị sai tiệt tôn kia ca out ở ca out nói kia ca dục vô kia là việc thôi ca chỉ cua xà trong ca nghĩa việc ban đôi chỉ ta sai chim nhỉ bạn trong ca nghĩa việc ban đôi chỉ ta sai chim nó không khuôn dừng và chẳng ca rơ thêm ca nghe cho máu bất chợt sầm khăn mình đền chẳng bà sinh dương miên thêm ca nghe để ló nhưng cái tha tôi ca nghĩ của dương ai thôi ban chục chạy đàn phần tá bà sinh giờ miên thêm ca nghe để ló thế tôi chỉ dương mê nó bật cài phần ná cô ai thôi ca nghe chục chạy đàn ban này tha pe dương rơ bộc lực máu cứ dương chi diêm svang vô bị quát hay ai quát svang vô bị dương bộc lực để thôi ca cho mỗi dương chi diêm ai quát miên cùng đất đội dường và ở quạt miên chặt khô vì sai đội dường tha ok dương sờ lạnh hộp mai bay tầm nước chẳng phụ quát cô thử sờ lạnh hộp nâng được như này quát thử chơi chặt được như này nít cứ chia ở vậy để sòng khánh sòng đạp ở nơi bị lá phái để p nhung rất thêm ca nghe màu và đâm bay ở quạt tham hộp vào nhung nâng tay này miên a thay chẳng cứ dương tay ở lụa dương tay để nhám dương tay đã sài chiều mờ thả ta mà hộp rồi ngày nướng nhiều quạt trôi chật là việc mệt đài chẳng nó buổi cả lại dướng dương sẽ dương mẹ miên chiêu con mau nhầm làm một đòn hết quạt ở màu bên nhỉ chẳng như nhiều cho này quạt từ hết còn chơi màu bình chân hết dương và quạt tha dương thời tại miền mà hộp thay ở thuê quạt là hộp chẳng ở nhâm tay tại trong này pi trắng từ lơ ca sài chiều đôi chỉ ca bơ sập hơi đôi chỉ ca research nơi không internet chẳng tới làm bay dương thà ok ở lời nước việt miền phải chạy cả với chi ấy nơi không ca thường mà hô hay cái miền kia đường ấy mới là thường mà hô chẳng hái dương nơi tại to thuê anh đang chỉ riêng rò khai làm bay và có tha ở dương miền hô thay tam toàn ở phiêu hơn dươngสำหรับเทศนาพอยมในขนมเจียจิบจงเพยยมกระถาจิบนี้มวยคือเจียจิบสำหรับขลุ่นยมตามร้องคือเจียจิบได้หล่อเหมือนกันบ่าคือเจียจิบมวยได้ai nhập xí cái mơ mau thao viên mệnh จีจิบได้หล่อviên mệnhเจียจิบมวยได้สรู้นั่งไงเพราะถ้าถาviên mìnhสรู้เลยจีจงเพยดังซาใบกระดาษตีมวยตีปีปะบะตีใบสำคัญอย่างเกณฑ์นั่นคือเปย์เบลีบ่าchẳng nơi khôngอาชีพนี้เนี่ยได้กดเลี้ยบองในขนมอาชีพนี้คือกดเลี้ยบองเปย์เลี้ยเลี้ยบองเสร็จก็ได้สกตัวคลุนจานเหมือนกันบ่ให้ได้บรรยายใหญ่จังยังดังสระใบถ้าจงเพิ่มเปย์ได้เก
កំពុងតែសប្បាយកំពុងតែ enjoy មួយ family ចុងភៅនៅក្នុងចក្រានបាយនៅដើម្បីបម្រើអតិថិជនយើងលោកថាចូលឆ្នាំឆ្លងឆ្នាំ Christmas New Year Eve ប្រជុំបិណ្ឌចូលឆ្នាំខ្មែរហ្នឹងគឺភាគច្រើនយើងដឹងស្រាប់ហើយគឺគេដើរលេងអញ្ចឹងគឺចុងភៅតែងតែលះបង់ពេលវេលាដើម្បីធ្វើម្ហូបយើងក៏និយាយថាធម្មតាយើងធ្វើការខាងហ្នឹងត្រូវលះបង់អញ្ចឹងហើយប៉ុន្តែការងារហ្នឹងគឺទាមទារឲ្យមានការលះបង់ខ្ពស់មែនទែនវិស័យចុងភៅដែលខ្ញុំបាននិយាយអញ្ចឹងគឺមិនមែនជាវិស័យមួយដែលវាស្រួលប៉ុន្មានទេហើយមិនមែនជាការងារដែលស្រួលប៉ុន្មានទេគឺជាការងារមួយដែលពិបាកអញ្ចឹងបងប្អូនមុននឹងចាប់អាជីពនេះសូមគិតមើលឲ្យច្បាស់ថាតើត្រឹមតែមកស្រឡាញ់ឬក៏ចូលចិត្តបើសិនជាបងប្អូនចង់ចាប់អាជីពនេះត្រូវមានការយកចិត្តទុកដាក់ខ្ពស់ស្រឡាញ់ហើយត្រូវហ៊ានលះបង់ត្រូវការពេលវេលាដើម្បីធ្វើវាឲ្យបានជោគជ័យព្រោះអីយើងមិនមែនស្រឡាញ់ហើយយើងទៅរៀនយើងអត់មានការព្យាយាមធ្វើវាហើយក៏មិនមែនយើងធ្វើតែមួយឆ្នាំពីរឆ្នាំយើងជោគជ័យដែរអញ្ចឹងយើងទាមទារពេលវេលាច្រើនមែនទែនទាំងការយកចិត្តទុកដាក់ការសិក្សាហើយនិងការព្យាយាមស្រាវជ្រាវទៅមើលរឿងទាំងអស់ហ្នឹង